បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទជាពិសេសបងប្អូនសិស្សថ្នាក់ទី6បាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅមេរៀនទី3គណិតវិទ្យាថ្នាក់ទី6មេរៀនទី3វិធីបូកនិងវិធីដកចំនួនទស្សភាគបាទត្រង់ចំណុចការបូកចំនួនទស្សភាគនិងចំនួនកុដមកធ្វើការពន្យល់បងប្អូនក៏ដូចជាដោះស្រាយលំហាត់ជូនបងប្អូនផងដែរចំពោះបងប្អូនថ្មីបាទសូមជួយ Subscribe Channel លោកគ្រូបាទសូមជួយ Like ជួយ Comment ដើម្បីឲ្យនឹង Share ដើម្បីឲ្យមិត្តភ័ក្តិរបស់បងប្អូនបាទទទួលបាននៅវីដេអូរបស់លោកគ្រូទុកក្រោមជាចំណេះដឹងបន្ថែមផងដែរបាទដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមបងប្អូនតាមដានដូចតទៅបាទប្រហែលជាបងប្អូនទាំងអស់បានរៀនរួចហើយបាទវិធីបូកនិងវិធីដកចំនួនទស្សភាគនេះនៅថ្នាក់ទី5ក៏មានដែរបាទតែគ្រាន់តែថ្នាក់ទី6នេះយើងរៀងធំជាងបន្តិចបាទខ្ពស់ជាងបន្តិចបាទវិធីបូកចំនួនទស្សភាគនិងចំនួនកុដបាទវិធីបូកចំនួនទស្សភាគនិងចំនួនកុដនេះបាទតាមរយៈរូបបងប្អូននេះគាត់បញ្ជាក់ថាធ្វើប្រមាណវិធីដូចចំនួនកុដដែរមានន័យថាបូកដូចគ្នាបូកពីលើចុះក្រោមពីស្ដាំមកឆ្វេងដូចគ្នាទីបូកណាបាទអញ្ចឹងឧទាហរណ៍ក្នុងសភៅគេដាក់ថាម្ដាយស៊ីណាតត្បាញក្រមាថ្ងៃទី1បាន 15.545 ម៉ែត្រមានន័យថា15ម៉ែត្រកន្លះជាងបាទ15ម៉ែត្រកន្លះជាងថ្ងៃទី2បាន14ម៉ែត្របាទថ្ងៃទី2នេះគឺបានកុដតែម្ដងតើម្ដាយស៊ីណាតត្បាញក្រមាទាំងពីរថ្ងៃបានប្រវែងប្រមាណម៉ែត្របាទបងប្អូនដឹងហើយណាលំហាត់បែបនេះគឺគេធ្វើប្រមាណវិធីបូកបាទវិធីបូកគ្រាន់តែវិធីបូកនោះបាទតួបូកទី1បាទតួបូកទី1នេះគឺជាចំនួនទស្សភាគតួបូកទី2នេះគឺជាចំនួនកុដបាទអញ្ចឹងតាមរយៈការធ្វើប្រមាណវិធី15.545បូក14នេះគឺជាប្រមាណវិធីដែលគេដាក់មកអញ្ចឹងបងប្អូនឆ្ងល់ទេតើហេតុអីបានជាកន្លែងនេះមានសញ្ញាចុចនិងមានលេខ0បាទកន្លែងនេះអត់មានបាទកន្លែងនេះអត់មានទេកន្លែងនេះគឺជាចំនួនកុដណាបាទហេតុអីបានគេដាក់កន្លែងហ្នឹង0 3ដងចង់បញ្ជាក់ថាដើម្បីបូកចំនួនទស្សភាគនិងចំនួនកុដគេត្រូវបន្ថែមសញ្ញាចុចនិងចំនួន0នៅចំនួនកុដបាទទៅលើចំនួនកុដនោះដើម្បីឲ្យផ្នែកទស្សភាគនៃចំនួនកុដហ្នឹងស្មើនឹងផ្នែកទស្សភាគនៃចំនួនទស្សភាគអញ្ចឹងបើតួបូកទី1មានចំនួនទស្សភាគចំនួន3ខ្ទង់ដល់ខ្ទង់ពាន់អញ្ចឹងចំនួនកុដនោះក៏ត្រូវថែម0ឲ្យដល់ជាចំនួនទស្សភាគខ្ទង់ពាន់ដែរគឺថែម3ខ្ទង់បើខាងលើនេះ4ខ្ទង់ខាងក្រោមក៏ត្រូវថែម4ខ្ទង់បើខាងលើមានតែ1ខ្ទង់ខាងក្រោមថែម1ខ្ទង់ដែរបាទការថែបែបនេះគឺវាងាយស្រួលនៅក្នុងការធ្វើប្រមាណវិធីបាទបើមិនថែមទេបងប្អូនខ្លះយកលេខ14ហ្នឹងមកដាក់ក្រោម45នេះហើយបាទអញ្ចឹងវាពិបាកនៅក្នុងការធ្វើប្រមាណវិធីងាយបងប្អូនខ្លះច្រឡំបាទអញ្ចឹងបងប្អូនចាំបាទដូចនេះម្ដាយស៊ីណាតត្បាញក្រមាទាំងពីរថ្ងៃបានប្រវែង 29.545 ម៉ែត្រចឹងកន្លែងនេះគឺជាកំណត់សម្គាល់ណាបាទគេថាដើម្បីបូកចំនួនទស្សភាគនិងចំនួនកុដយើងត្រូវទី1សរសេរចំនួនដែលជាតួបូកឲ្យត្រូវតាមខ្ទង់បងយល់ហើយណាចំនួនដែលតួបូកឲ្យត្រូវតាមខ្ទង់ហ្នឹងមានន័យថាបើខ្ទង់ផ្នែកកុដចំនួនកុដឲ្យត្រូវខ្ទង់តាមចំនួនកុដទស្សភាគឲ្យត្រូវតាមចំនួនទស្សភាគ2ថែមចំណុចទស្សភាគនិង0ឲ្យចំនួនកុដដើម្បីឲ្យខ្ទង់នៅផ្នែកទស្សភាគដូចគ្នាអញ្ចឹងនេះមូលហេតុដែលគេថែមលោកគ្រូបញ្ជាក់មកមិញហ្នឹងណាបាទគឺគេថែមសញ្ញាចុចហើយនឹង0នេះឲ្យចំនួនកុដនេះដើម្បីឲ្យចំនួនខ្ទង់នៃផ្នែក
ទូសភានឹងវាដូចគ្នាខាងលើ3ខ្ទង់ខាងក្រោម3ខ្ទង់ដែរទី3ធ្វើប្រមាណវិធីបូកដោយចំនួនគាត់រួចដាក់ចំណុចទូសភានៅផលបូកឲ្យចំទីតាំងរបស់វាមានន័យថាបូកធម្មតាការបូកនឹងអត់តាន់គិតចំនួនចុចទេបូកនឹងគឺបើមានត្រាទុកធម្មតាបើអត់ត្រាទុកធម្មតាហើយទម្លាក់អាសញ្ញាចុចនេះឲ្យត្រូវតាមខ្ទង់មានន័យថាបើខាងលើនេះចុច3ខ្ទង់ចុចឲ្យមានទូសភា3ខ្ទង់ខាងក្រោមនេះក៏ត្រូវមាន3ខ្ទង់ដែរនេះគឺជាបញ្ជាក់នៅចំណុចទី3បាទបងប្អូនយល់ទេបាទគ្រូបញ្ជាក់ឡើងវិញគេថាដើម្បីបូកចំនួនទូសភានិងចំនួនកត់យើងត្រូវទី1សរសេរចំនួនដែលជាតួបូកឲ្យត្រូវតាមខ្ទង់តួបូកនេះតួបូកទី1នេះតួបូកទី2អញ្ចឹងយើងសរសេរវាឲ្យត្រូវតាមខ្ទង់មានន័យថាខ្ទង់ផ្នែកទូសភាដាក់ឲ្យចំផ្នែកទូសភាផ្នែកកត់ដាក់ឲ្យចំផ្នែកកត់ខ្ទង់រេដាក់ចំខ្ទង់រេខ្ទង់10ដាក់ចំខ្ទង់10ទី2ថែមចំណុចទូសភានិង0ឲ្យចំនួនកត់ដើម្បីឲ្យបានចំនួនខ្ទង់នៅទូសភានឹងដូចគ្នានេះគឺថែមសញ្ញាចុច1នឹងចំនួនកត់នេះនឹង0នេះឲ្យចំនួនកត់ដើម្បីឲ្យទូសភានេះវាស្មើគ្នាមានន័យថា3ខ្ទង់ដូចគ្នាបាទទី3ធ្វើប្រមាណវិធីដូចចំនួនកត់មានន័យថាបូកពីលើចុះក្រោមពីស្ដាំមកឆ្វេងបើមានត្រាទុកធម្មតាបើអត់ធម្មតាតាមហ្នឹងរួចដាក់ចំណុចទូសភានៅផលបូកឲ្យចំទីតាំងរបស់វាមានន័យថាបើចំនួនខាងលើនេះចំនួនផ្នែកទូសភា3ខ្ទង់ផលបូកនេះក៏3ខ្ទង់ដែរបាទនេះគឺជាបញ្ញត្តិនៃវិធីបូកចំនួនទូសភានិងចំនួនកត់បាទបងប្អូនតើទេបាទបងប្អូនមើលវីដេអូលោកគ្រូហើយមានចម្ងល់បាទអាច comment នៅក្រោមវីដេអូបានលោកគ្រូដោះស្រាយជូនបាទលំហាត់បាទយើងមានលំហាត់ចំនួន8ខ្ទង់ចូលកណនាផលបូកក 52.425 បូក 19 ខ 185.08 បូក 15បាទកក៏មានតែតួបូក2ខ្ទង់តខនេះមានតួបូកចំនួន3ខ្ទង់ហើយបាទមានន័យថា75បូក 75.008 បូក 16 បូក25ចំលំហាត់ឆនេះគឺមានតួបូកចំនួន4បាទ4តួណាចូលនេះក៏4ដែរបាទអញ្ចឹងលោកគ្រូនឹងដោះស្រាយលំហាត់ជូនបងប្អូនបាទនេះគឺជាលំហាត់ដែលលោកគ្រូអានបាញ់មិញណាបាទអានបាញ់មិញនេះមានដល់តុងចអញ្ចឹងលោកគ្រូនឹងដោះស្រាយលំហាត់នេះជូនបងប្អូនដល់មួយបាទបាទឥឡូវបើសិនជាបងប្អូនមើលលំហាត់នេះលំហាត់ហ្នឹងបើសិនជាយើងសរសេរប្រមាណវិធីបូកមានន័យថា19នេះត្រូវថែមសញ្ញាចុចហើយថែម0 3ដងមែនអត់ដើម្បីយើងបូកណាព្រោះតាមបញ្ញត្តិគេថាដើម្បីបូកចំនួនទូសភាយើងត្រូវថែមសញ្ញាចុចហើយនឹង0ឲ្យចំនួនកត់ដើម្បីឲ្យផ្នែកទូសភានេះវាស្មើគ្នាបើ3ខ្ទង់បើ2ខ្ទង់បើ2ខ្ទង់ដូចគ្នាមែនទេបាទចានេះក៏ត្រូវថែមសញ្ញាចុចនឹង0 2ដងឲ្យលេខ15នេះដើម្បីឲ្យចំនួនកត់ផ្នែកទូសភាស្មើគ្នាចានេះអានេះគឺថែម0ឲ្យសែមសញ្ញាចុចនឹង0ឲ្យឡៃលេខ28នេះតោះណាចានេះវិញអានេះគេថែម0ឲ្យលេខ16នេះ0 3ដងដោយសារអីដោយសារតួបូកទី1នេះវាមានផ្នែកទូសភានឹង3ខ្ទង់អានេះក៏ថែម3ខ្ទង់ដែរបាទបងប្អូនយល់ណាអញ្ចឹងយើងចូលទៅកាន់ប្រមាណវិធីដែលលោកគ្រូបង្ហាញជូនបាទតោះ
ตรงที่มวยmình ta xem nó lấy đi cho thái mấy ba là cụ cần mà chạy đây nè chạy tề nhưng thay nó mà thì nói nè bà mà thì trắng mà thì nè người thay chơi hay chụp bầu thòm mà đa bầu này luôn cột đây về lời cho crop bị đam vào chơi thèm bầu xôn phải vì bầu xôn pi buồn bầu xôn buồn pi bồng buồn đập môi xề môi ta tục môi phải bộ môi bờ hay xề nhà trách rọp thằng lớn bay tống chạch bay tông đài chắc là đi khơi bản năng chạy đi khơi bản đá ba khơi bản năng đá ba cái vấn này chặt môi chạch bồ nói mà thấy phải em nó tông thì pi chẳng thay ta pi tê đời xa tu bộ thì môi miền này tu sụp ta pi tông đây chẳng thay mà dùng nón cột đến pi tông đài thành cái bộ máu đấy của bộ bộ khói nè đấy cứ bay sorry bay bạn bay cái đấy có bay đây bạn của bộ cái lắm bay bạn ta thiệt tông thì bay dân tham son oi tu bộ thì môi mà đo là xa này tu sụp đấy nó tu bộ thì pi miền bay tông chẳng dân thay mà còn lời bay tông bộ thầm đà đại máu và hình bản năng và vấn đề chắc tông thì buồn cứ chỉประมาณthì bộ đại miền bay tu bộ mình bay tu nè chẳng tu chúng nó thì mỗi cứ chỉ chúng nó tu phê đại miền bay tông và đại miền này tu phê bay tông chẳng dân thay ở khang khẩu ní bay đài hay mình muốn cột ní hay những bộ thầm đá mà nè bộ thầm đá màu bạn bản năng tông thì pram cứ chúng nó tu phê nên cứ nó tu bộ thì pi chẳng dân thay ở tu bộ thì muối tu bộ thì bay bộ thầm đá bà này tông thì buồn cứ chúng nó tu phê nên cứ miền pi tông bàคือตัวบกตีปีนึงตีใบตีมวยนี่คือหยุดหมุนกดจังยังท้ายสัญญาจ้อยนั่งเลยโซนอ้อยตัวบกตีมวยให้บกธรรมดาแบบบกธรรมดาจังตรงที่trong còi kế phô này bột này bán và bột máu tam là cả thayสัญญาจ้อยนั่งเลยโซนอ้อยหมุนนะครับคือthayมาเลยดับปีhai mọi phải em tung cho đấy hay tung cho đấy thay mọi 80 đấy thay phải em đi ba thay mọi việc đó á hay chừng bô thầm đá mà hay vô lật thầm đá mà ba con này bên trong ngó ba ai thầm mình bán xả số của lục chi em mình cho mình thay chẳng nó không ca thôi lùm hạt mê điên cả bô chúng luôn tu sửa này muốn cột đấy thì mỗi con tàu trang bản nhà tha tàu trang bản nhà tu bố cái nè mình là tha thì mỗi tờ xe ở xeประมาณวิธีนั้นเอาเราทำตรงmình là thaตรงจำนวนกดđãจำนวนกดจำนวนtu sửa đãจำนวนtu sửaภายในtu sửa đãจำในtu sửa này có đại trong này cột đó nè thì pi cứ dân tham sẽ nhà chốt nâng lấy xôn oi chấm nón cột đầm bay oi này tu sụp này chấm nón cột đó smart được này tu sụp này chấm nón tu sụp hai bản nhạc bộ và thì bấy nó cứ thua mà thì bộ đôi chấm nón cột đây bộ thầm đà bây giờ thà bộ bị lời cho crop bị đam tới để chơi bạn cầm poka phần vô nó làm hạt đấy bà xong mình chào tập nàyเรื่องในช่วงนี้เราไปเอาบรรทอบบาสบกุล